ថ្ងៃនេះខ្ញុំកណាសមភាពលើកយកប្រធានបទមួយតកតងនឹងមនុស្ស5ប្រភេទដែលមើលបងប្អូនពិចារណាមើលថាតើខ្លួនយើងនៅក្នុងប្រភេទណាមួយទី1លោកហៅថាមនុស្សសទេវោមនុស្សទេវោនេះគឺថាខ្លួនជាមនុស្សឯប៉ុន្តែចិត្តជាទេវតាចិត្តនឹងលះបង់សង្គ្រោះដល់អ្នកដទៃគ្មានគិតពីប្រយោជន៍ផ្ទាល់ខ្លួនទេមិនសូវបានជាគិតថានឹងរកអីនឹងឲ្យបានមកឲ្យខ្លួននឹងមានបានអីទេបានមកហ្នឹងដើម្បីជួយសង្គ្រោះជាម៉ែជាឪជាបងជាប្អូនជាមនុស្សនៅក្នុងសង្គមជាតិនឹងក្តីរហូតដល់អ្នកនឹងលែងមានការខឹងចំណែនស្អប់គុំគួនទៀតជាមនុស្សបរិសុទ្ធថ្នាក់ខ្ពស់ដូចជាព្រះសម្មាសម្ពុទ្ធអីជាដើមអញ្ចឹងទៅមនុស្សប្រភេទទី2លោកហៅថាមនុស្សសោមនុស្សសោនេះខ្លួនជាមនុស្សចិត្តក៏ជាមនុស្សដែរវានៅសល់ដែរអំពើខុសឆ្គំឆ្គងប៉ុន្តែប្រឹងប្រែងអប់រំរក្សាគុណធម៌មានសិលធម៌រស់នៅល្អចេះជួយសង្គ្រោះចេះមានការទទួលខុសត្រូវក្នុងនាមជាពុកជាម្ដាយជាកូនជាប្រធានមិនធ្វើអំពើអីអាក្រក់ពីលាវាសែរក្សាសិលបានល្អអញ្ចឹងទៅហ្នឹងខ្លួនជាមនុស្សចិត្តហ្នឹងក៏ជាមនុស្សដែរដល់ទី3មនុស្សសពេតោនេះខ្លួនជាមនុស្សប៉ុន្តែចិត្តហ្នឹងជាប្រែតយើងដឹងប្រែតវាស្រេកវាឃ្លានមិនចេះគ្រប់ចង់តែបានហើយមនុស្សប្រភេទហ្នឹងខ្លួនជាមនុស្សចិត្តជាប្រែតហ្នឹងគឺថាលោភលន់ចង់បានកេងប្រវ័ញ្ចឈ្នានីសធ្វើម៉េចឲ្យតែបានមកជារបស់ខ្លួនអាហ្នឹងចិត្តជាប្រែតមិនបានសុខទៅគឺថាក្តៅក្រហាយរហូតចឹងទៅដល់ទី4គេហៅថាមនុស្សសដេរិឆាណោខ្លួនជាមនុស្សចិត្តជាដេរិឆានហ្នឹងលែងដឹងខុសត្រូវហ្នឹងម៉ែឪបងប្អូនធ្វើបាបឬក៏ថាចាប់កូនចាប់ចៅខ្លួនឯងឬក៏ធ្វើអំពើអនាចារពីលាវាសែអញ្ចឹងទៅអាហ្នឹងគេហៅមនុស្សដេរិឆានហើយដល់ទី5នោះគឺមនុស្សនេរយិកោមនុស្សនេរយិកោមនុស្សខ្លួនជាមនុស្សប៉ុន្តែចិត្តជាសត្វនរកក្តៅកុហលកាហាយចំណែនឈាននេះគុំគួនរកវិធីធ្វើម៉េចឲ្យគេវិនិច្ឆ័យអន្តរាយអានឹងមនុស្សនឹងដុតកម្ដៅខ្លួនឯងឲ្យគ្មានសេចក្តីសុខទេមនុស្សសពេតោនេះអាចដែរអ្នកដែលក្រពិបាកវេទនាអត់បាយអត់ទឹកហូបអីចឹងទៅខ្លួនជាមនុស្សប៉ុន្តែការរស់នៅនឹងជាប្រែតមនុស្សនេះជួនកាលត្រូវគេធ្វើបាបគេវាយគេទាត់គេធាក់នឹងមនុស្សនេរយិកោចឹងណានៅក្នុងចំណោមមនុស្សទាំង5ប្រភេទហ្នឹងមនុស្សសទេវោមនុស្សសមនុស្សសោមនុស្សសពេតោមនុស្សទេរិឆាណោមនុស្សនេរយិកោនេះយ៉ាងហោចក៏យើងត្រូវធ្វើជាមនុស្សសមនុស្សសោដែរខ្លួនជាមនុស្សសន្តានចិត្តជាមនុស្សមានទឹកចិត្តមេត្តាករុណាស្រឡាញ់រាប់អានជួយសង្គ្រោះមានការបំពេញតួនាទីល្អត្រឹមត្រូវក្នុងសង្គមហើយបើត្រូវអភិវឌ្ឍខ្លួនឲ្យទៅជាមនុស្សទេវោដែលមនុស្សដែលគិតអំពីសេចក្តីសុខអ្នកដទៃច្រើនជាងសេចក្តីសុខខ្លួនឯងបរិច្ចាគហ៊ានមិនមានគំនុំគុំគួនមិនមានចំណែនឈ្នានីសអីទេយ៉ាងមនុស្សពីរប្រភេទហ្នឹងជាមនុស្សល្អដែលយើងគួររក្សាទុកក្នុងខ្លួនហើយបងប្អូនពិចារណាទៅខ្លួនយើងនៅក្នុងប្រភេទមួយណានៅក្នុងប្រភេទខាងក្រោមនេះត្រូវរៀនរុញឡើងលើវិញ